ពលរដ្ឋចាប់បានសត្វក្រពើមួយក្បាលនៅអណ្ដូងមុខផ្ទះផ្អើលអ្នកភូមិវត្តតឹមឃុំអូនដំបងមួយស្រុកសង្កែខេត្តបាត់ដំបងក្រពើមួយក្បាលមានទម្ងន់25គីឡូក្រាមត្រូវបានប្រជាពលរដ្ឋចាប់បាននៅអណ្ដូងមុខផ្ទះរបស់គាត់បានមកមានការភ្ញាក់ផ្អើលតគ្នាសម្រាប់អ្នករស់នៅភូមិផងរបងជាមួយគ្នាភាពភ្ញាក់ផ្អើលនឹងវត្តមានសត្វក្រពើមួយក្បាលនេះបានកើតឡើងនាថ្ងៃទី13ខែមីនាឆ្នាំ2025នេះបន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញនឹងនាំគ្នាចាប់សត្វក្រពើនៅក្នុងអណ្ដូងមុខផ្ទះរបស់គាត់មានទីតាំងស្ថិតនៅភូមិវត្តតឹមឃុំអូនដំបងមួយស្រុកសង្កែខេត្តបាត់ដំបងនេះបញ្យងតាមទំព័រផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលមានឈ្មោះខូតដាវ៉ាន់ដោយបានបញ្ជាក់យ៉ាងដូចនេះទៀតថាកាលមុនចាប់បានមួយក្បាលត្រឹម1ឬ2គីឡូក្រាមទេតែក្បាលថ្មីនេះអាប់ដេតដល់មួយក្បាល25គីឡូក្រាមមិនមែននៅក្នុងស្ទឹងទេគឺក្នុងអណ្ដូងមុខផ្ទះដដែលតាមរយៈនេះដែរឈ្មោះខូតដាវ៉ាន់ក៏បានធ្វើការអំពាវនាវដល់អ្នកភូមិដែលមានកូនចៅសូមប្រយ័ត្នប្រយែងផងព្រោះមានសត្វក្រពើឡើងមកលេងជាប់ 3-4 ឆ្នាំហើយធំជាងមុនទៀតតែតងនឹងករណីនេះនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងលោកជួងសុភាបានបញ្ជាក់ថាក្រុមការងាររបស់លោកបានស្រាវជ្រាវហើយដើម្បីស្វែងរកការពិតដែលរហូតមកដល់រសៀលថ្ងៃទី13ខែមីនានេះគឺពិតជាមានប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើមួយក្បាលមានទម្ងន់ប្រមាណ25គីឡូក្រាមពិតប្រាកដមែនដែលឃើញនៅក្នុងស្រះទឹកមុខផ្ទះរបស់លោកកើតប៊ុនឈើតជាសមាជិកក្រុមប្រឹក្សាឃុំអូនដំបងមួយហើយក្រោយពីប្រទះឃើញក្រពើត្រូវបានអ្នកជិតខាងសម្លាប់ចែកគ្នាតាមសេចក្តីត្រូវការរួចហើយសម្រាប់ធ្វើម្ហូប